ព្រឹត្តិការណ៍ក្តៅៗខ្លីៗថ្ងៃនេះពីរស្មីវណ្ណិកា RVK ព្រឹត្តិការណ៍ក្តៅៗខ្លីៗសំខាន់ទី1គឺពាក់ព័ន្ធជាមួយនឹងលោកផៃវណ្ណៈប្រកាសច្បាស់បែបនេះពាក់ព័ន្ធនឹងមន្ត្រី PM ដែលប្រើហិង្សាទៅលើនារីម្នាក់នៅឯខេត្តបាត់ដំបងបើយោងតាមគណនី Facebook របស់លោកផៃវណ្ណៈបានបង្ហោះថាខ្ញុំសូមបញ្ជាក់ជូនថាឈ្មោះនោះមិត្តមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបងដែលប្រើអំពើហិង្សាលើស្ត្រីរងគ្រោះមិនមែនជាប្អូនថ្លៃខ្ញុំទេសូមឈ្មោះនោះមិត្តយកឈ្មោះខ្ញុំទៅប្រើដើម្បីគំរាមកំហែងអ្នកដទៃនឹងត្រូវចេញលិខិតបំភ្លឺនិងសុំទោសខ្ញុំជាបន្ទាន់សំណូមពរសមត្ថកិច្ចចាត់ការតាមច្បាប់កុំលើកលែងបន្ទាប់ពីលោកផៃវណ្ណៈបានធ្វើការបង្ហោះសារបែបនេះរួចមកលោកនោះមិត្តដែលជាមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបងក៏បានចេញលិខិតសុំទោសជាផ្លូវការផងដែរបើតាមរយៈគណនី Facebook របស់លោកផៃវណ្ណៈបានបង្ហោះនៅថ្ងៃនេះព្រឹត្តិការណ៍ក្តៅៗខ្លីៗសំខាន់ទី2គឺពាក់ព័ន្ធជាមួយនឹងក្រសួងវប្បធម៌សូមឲ្យសមត្ថកិច្ចចាត់វិធានការលើបុគ្គលដែលផលិតបទចម្រៀងកណ្ដឹងរួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាក្រសួងបានពិនិត្យឃើញទំព័រ Facebook មួយឈ្មោះ All From Me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថាកណ្ដឹងរួយដែលមានក្លឹបផ្សារគ្រូតគ្រៀតអសរោះមានសិលធម៌ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណីទំនៀមទម្លាប់សេចក្តីថ្លៃក្នុងសង្គមនិងស្ត្រីខ្មែរបើទោះបីជាបទចម្រៀងដែលផលិតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នេះត្រូវបានលុបចេញពីគេហទំព័រមួយឈ្មោះ All From Me ក្តីតែបុគ្គលដែលជាអ្នកគ្រប់គ្រងទំព័រ Facebook All From Me ត្រូវធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនក្រសួងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចសូមចាត់វិធានការស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះដើម្បីទទួលខុសត្រូវចំពោះសកម្មភាពនេះនិងស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្ដាញសង្គមសូមកុំបន្តចែកចាយនិងផ្សព្វផ្សាយនៅបទចម្រៀងនេះសូមអរគុណនេះបើយោងតាមគេហទំព័រ Facebook ផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានចុះផ្សាយនៅថ្ងៃទី27ខែកុម្ភៈឆ្នាំ2025នេះព្រឹត្តិការណ៍ក្តៅៗខ្លីៗសំខាន់ទី3គឺពាក់ព័ន្ធជាមួយនឹងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបំភ្លឺករណីផាកពិន័យយានយន្តល្មើសល្បឿនកំណត់សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិពាក់ព័ន្ធនឹងការបង្ហោះវីដេអូឃ្លីបនៅលើបណ្ដាញសង្គមចំពោះការផាកពិន័យយានយន្តល្មើសល្បឿននៅលើដងផ្លូវជាតិដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយបានធ្វើឲ្យសាធារណមតិមួយចំនួនក្នុងសង្គមមានការភ័ន្តច្រឡំចំពោះសកម្មភាពរបស់មន្ត្រីនគរបាលចរាចរណ៍ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅក្នុងសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិគឺមានចំនួនពីទំព័រដែលនៅក្នុងនោះខ្លឹមសារសំខាន់គឺពាក់ព័ន្ធជាមួយនឹងល្បឿនយានជំនិះបើកបរនៅលើដងផ្លូវត្រូវបានកំណត់ដោយអនុក្រឹត្យ86 អនក្របកចុះនៅថ្ងៃទី8ខែកក្កដាឆ្នាំ2015ឯចំពោះការផាកពិន័យវិញគឺយោងទៅលើអនុក្រឹត្យលេខ39អនក្របកចុះនៅថ្ងៃទី17ខែមិនិនាឆ្នាំ2020ស្តីពីការកែសម្រួលអនុក្រឹត្យលេខ44អនក្របកចុះថ្ងៃទី21ខែមិនិនាឆ្នាំ2017ស្តីពីការពិន័យអន្តរការចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោករីឯការដកបន្ទុកបានបើកបរត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួង176ប្រកសកននកចុះថ្ងៃទី14ខែកញ្ញាឆ្នាំ2021ស្តីពីនីតិវិធីនៃការដកនិងបំពេញបន្ទុកឡើងវិញសម្រាប់បានបើកបរនៅក្នុងសេចក្តីបំភ្លឺដដែលក៏បានបញ្ជាក់បន្ថែមទៀតថាអគ្គស្នងការដ្ឋាននគរបាលជាតិសូមទទួលយកនូវរាល់មតិរិះគន់ទាំងឡាយណាដែលពាក់ព័ន្ធដល់ភាពអសកម្មរបស់មន្ត្រីនគរបាលចរាចរណ៍មួយចំនួនដែលមានអាកប្បកិរិយាមិនសមរម្យល្មើសវិន័យកងកម្លាំងពុំមានក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញភារកិច្ចនេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានចុះផ្សាយនៅថ្ងៃទី27កុម្ភៈឆ្នាំ2025នេះ